ในក្នុងវីដេអូមុនខ្ញុំបានរំលេចពាក្យមួយហៅថា stigma ដែលបកជាភាសាខ្មែរវិញថាការរើសអើងការរើសអើងនេះផងដែរកើតមានច្រើនណាស់នៅក្នុងគ្រប់ទម្រង់គ្រប់ស្ថានភាពជាពិសេសនៅក្នុងសុខភាពផ្លូវចិត្តហើយការរើសអើងនេះផងដែរបើយើងមិនបានចាប់អារម្មណ៍ឬក៏សង្កេតឲ្យបានដិតដល់នឹងទេប្រហែលជាយើងមើលមិនដឹងឬក៏បានមើលរំលងហើយក៏ថាបានអឺតាក់ទងជាមួយនឹងឧទាហរណ៍ជាមួយនឹង stigma ខ្ញុំសូមលើកឧទាហរណ៍សាមញ្ញមួយគឺតាក់ទងជាមួយនឹងនៅពេលដែលអ្នកជិតខាងគាត់ដឹងថាមានមនុស្សម្នាក់ទៅព្យាបាលឬក៏សមាជិកនៅក្រុមគ្រួសារមួយទៅព្យាបាលនៅផ្នែកផ្លូវចិត្តពួកគាត់នឹងធ្វើការវិតម្លៃទុកមុនឬក៏អាចនិយាយបានថាអឺដោយសារតែបញ្ហាផ្លូវចិត្តនេះហើយកើតក្នុងគ្រួសារហ្នឹងអញ្ចឹងសមាជិកក្នុងក្រុមគ្រួសារហ្នឹងអាចមានបញ្ហាផ្លូវចិត្តដូចគ្នាតែអាពាក្យទាំងអស់ហ្នឹងគឺចាប់ទុកថាជាការរើសអើងបាត់ទៅហើយសម្រាប់អ្នកដែលទស្សនាវិញតើធ្លាប់មានអារម្មណ៍តឹងតែងដែរឬទេធ្លាប់ពេលខ្លះมันអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានឬมันមានអារម្មណ៍សនុកសុខស្រួលក្នុងចិត្តហើយក៏ពេលខ្លះធ្លាប់បានធ្វើឬក៏បាននិយាយអ្វីដែលធ្វើឲ្យអ្នកនិងអ្នកដទៃអ្នកដែលនៅជុំវិញខ្លួនហ្នឹងមានអារម្មណ៍មិនល្អឬក៏មានអារម្មណ៍ខ្មាស់គេរហូតមកដល់សប្តាហ៍ថ្ងៃនេះដែរឬទេប៉ុន្តែសូមចងចាំរឿងពិតមួយដែលកើតមាននៅក្នុងសុខភាពផ្លូវចិត្តគឺអ្វីដែលបានកើតឡើងហ្នឹងវាគឺជាបញ្ហាផ្លូវចិត្តមិនមែនជាអត្តចរិតឬក៏អ្វីដែលអ្នកចង់ធ្វើនោះឡើយប្រហែលវាគ្រាន់តែជាការឈឺចាប់ដោយសាររបួសផ្លូវចិត្តពីអតីតកាលបានបង្ខំឲ្យអ្នកធ្វើសកម្មភាពអ្វីមួយដែលអ្នកមិនចង់ធ្វើការយល់ដឹងពីខ្លួនឯងការទទួលបានការព្យាបាលឲ្យទាន់ពេលវេលាអាចផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងហើយអាការលូតលាស់នៃសមត្ថភាពផ្លូវចិត្តហ្នឹងក៏អាចផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងផងដែរសូមកុំបណ្ដោយឲ្យអ្នកដទៃធ្វើការវាយតម្លៃអ្នកទៅតាមអ្វីដែលអ្នកបានធ្វើកំឡុងពេលដែលមានវិបត្តិផ្លូវចិត្តសូមកុំបណ្ដោយឲ្យបញ្ហាផ្លូវចិត្តហ្នឹងមកកំណត់អ្នកថាអ្នកជាមនុស្សបែបណាឲ្យសោះសូមថែរក្សាផ្លូវចិត្តនិងបេះដូងរបស់អ្នកឲ្យបានល្អ